មនុស្សទាំងវងឡើងឡានបន្តគ្នាទៅទស្សនានៅស្ថានីយទូរទស្សន៍ធម្មតារាល់ថ្ងៃព័ត៌មានក្នុងស្ថានីយទូរទស្សន៍ដំបូងត្រូវប្រជុំពិភាក្សាគ្នាត្រូវយកសារព័ត៌មានមួយណាទេសចរមួយថ្ងៃបានយល់ដឹងអំពីប្រព័ន្ធព័ត៌មានក្នុងស្ថានីយទូរទស្សន៍ឪពុកម្ដាយពួកក្មេងទាំងនេះខ្លះជាជនជាតិឥណ្ឌូនេស៊ីខ្លះជាជនជាតិហុងកុងពួកគាត់មកពីប្រទេសខុសគ្នាកន្លែងនេះមិនដែលទស្សនាទេដូច្នេះនាំពួកគេមកទស្សនាម្ដងសប្បាយចិត្តណាស់ហេតុអ្វីទៅពីព្រោះបានឃើញពួកអ្នកផ្សាយព័ត៌មាននិងអ្នកសារព័ត៌មានកំពុងធ្វើការនេះជាសម្រាប់អានសេចក្តីព្រាងមកមើលអ្នកផ្សាយព័ត៌មានម៉ាស៊ីនអានសេចក្តីព្រាងវាមានរូបរាងបែបនេះសោះតែសួរក្មេងៗទាំងនេះថាចង់ធ្វើការបែបនេះទេពួកគេក្រវីក្បាលអ្នកយកព័ត៌មានរត់ទៅរត់មកហត់ណាស់បើរដូវក្តៅប្រហែលជាខ្យល់ចាប់និងកម្ដៅហើយនៅតៃវ៉ាន់ពិតជាល្អមែនប្រៀបដូចជាស្ថានីយទូរទស្សន៍អាចបើកចំហឲ្យគេដឹងនៅឥណ្ឌូនេស៊ីមិនដែលស្គាល់ពីការងារនេះទេប៉ុន្តែនៅតៃវ៉ាន់បើកចំហឲ្យគេទស្សនានៅកន្លែងការងារនោះម្នាក់មួយកាដូតូចមួយធ្វើឲ្យក្មេងមានក្តីរីករាយក្នុងចិត្តពេលមើលឃើញពានរង្វាន់កណ្ដឹងមាសក៏ដណ្ដើមគ្នាថតក្រុមម្ដាយនិងកូននេះឃើញវត្ថុអ្វីក៏មានក្តីឆ្ងល់ដែរប៉ុន្តែដំបូងទម្លាប់ជីវភាពរស់នៅតៃវ៉ាន់មិនមែនជាការងាយស្រួលទេដំបូងមិនស្គាល់សោះគិតថាខ្ញុំរស់នៅទីនេះដោយយូរអង្វែងខ្ញុំមានចិត្តភ័យខ្លាចពេលខ្ញុំមកដំបូងអ្វីក៏មិនចេះដែរឥឡូវនេះភាសាចិនតៃវ៉ាន់ក៏ចេះដែរពេលខ្លះមានចិត្តអាណិតម្ដាយទេមានអរគុណដែលគាត់ថែរក្សាខ្ញុំទៅទស្សនាស្ថានីយទូរទស្សន៍ជាមួយកូនធ្វើឲ្យនាងកាន់តែយល់អំពីវប្បធម៌តៃវ៉ាន់ថ្មីត្បិតមកពីប្រទេសខុសគ្នាមែនតែពួកគេជាគ្រួសារដ៏ធំមួយរស់នៅតៃវ៉ាន់ដោយក្តីរីករាយនិងសុភមង្គលសារព័ត៌មានសហព័ន្ធជនបរទេសជោគជ័យ